ជំរាបសួរបងប្អូនទាំងអស់គ្នាជួបគ្នាសារជាថ្មីថ្ងៃនេះដែរខ្ញុំនឹងធ្វើការបង្ហាញបងប្អូនពីការបញ្ចូលទិន្នន័យតម្រងទី6បាទអញ្ចឹងតម្រងទី6គឺការស្ទង់មតិលើការយល់ឃើញនៃការដាក់បន្ទុកបាទអញ្ចឹងបងប្អូននឹងឃើញនៅលើអេក្រង់ខាងឆ្វេងដៃដូចបងប្អូនដឹងរាល់ដងគឺប្រព័ន្ធទិន្នន័យ Filter ដែលបងប្អូនប្រើបញ្ចូលទិន្នន័យបាទអញ្ចឹងខាងស្ដាំដៃគឺតារាងដែលបងប្អូនបានកត់ត្រាបាទនេះបាទអញ្ចឹងតោះយើងទៅតម្រងទី6ទាំងអស់គ្នាអូខេអញ្ចឹងបងប្អូនចុចលើតម្រងទី6មកបាទនឹងបង្ហាញទៅទំព័រដើម្បីឲ្យបងប្អូនបញ្ចូលទិន្នន័យបាទអញ្ចឹងដូចរាល់ដងដែរទំព័រទី1នេះគឺតកតទៅនឹងឈ្មោះអ្នកបញ្ចូលទិន្នន័យបាទអញ្ចឹងបងប្អូនមើលទៅលើតារាងទិន្នន័យហើយមើលកន្លែង highlight ឈ្មោះអ្នកបញ្ចូលទិន្នន័យបាទគឺនៅកន្លែងនេះអញ្ចឹងបងប្អូនយកមកបញ្ចូលនៅក្នុងប្រព័ន្ធរបស់យើងមកបាទអញ្ចឹងបានន័យថារាល់ប្រឡោះដែលមានផ្កាយតម្រូវឲ្យបងប្អូនបញ្ចូលទិន្នន័យបើបងប្អូនអត់បញ្ចូលទេមិនអាចបន្តបញ្ចូលទៅទំព័រមុខទៀតបានទេបាទអូខេអញ្ចឹងចូលដល់ទំព័រទី2តកតទៅនឹងការបច្ឆេទគឺជាកន្លែងដែលបងប្អូនត្រូវបញ្ចូលថ្ងៃខែឆ្នាំអូខេអញ្ចឹងបងប្អូនមើលទៅលើតារាងដែលបានកត់ត្រាបាទគឺនៅកន្លែងនេះដែលមាន highlight នេះបាទអញ្ចឹងយើងពេញរួចរាល់ហើយយើងចុច next បន្តទៅមុខទៀតបាទដើម្បីបង្ហាញទៅទំព័រមួយទៀតតកតទៅនឹងទីកន្លែងដែលបានសម្ភាសបាទអញ្ចឹងបងប្អូននេះឃើញមានផ្កាយហ្នឹងសិតតែបងប្អូនត្រូវបំពេញប្រឡោះដែលមានអូខេអញ្ចឹងមានអីខ្លះខេត្តក្រុងស្រុកខណ្ឌឃុំសង្កាត់បាទកិច្ចប្រជុំដាក់បន្ទុកលើសេវាអង្គភាពផ្ដល់សេវាហើយនឹងចំនួនអ្នកបានសម្ភាសបាទអញ្ចឹងបងប្អូនទៅយកពីណាមកគឺនៅកន្លែងដែលបងប្អូនបានកត់ត្រានេះបាទខេត្តស្រុកឃុំបាទក៏ចាំបញ្ជាក់ថានេះបងប្អូនគាត់ចុចកន្លែងព្រួយចុះនេះមកវានឹងឲ្យបងប្អូនជ្រើសរើសខេត្តនឹងឲ្យយើងមិនបាច់ពិបាកក្នុងការវាយឡើងវិញទេបាទអញ្ចឹងចូលដល់ទំព័រមួយទៀតបងប្អូននឹងឃើញឲ្យបញ្ចូលទីកន្លែងដែលបានសម្ភាសបាទជំនាញនេះខ្លះមានខេត្តក្រុងស្រុកខណ្ឌឃុំសង្កាត់និងទីកន្លែងប្រជុំដាក់បន្ទុកលើសេវាអង្គភាពផ្ដល់សេវាហើយនឹងចំនួនអ្នកដែលបានសម្ភាសបាទអញ្ចឹងបងប្អូនទៅយកពីណាមកនេះគឺនៅកន្លែងដែលយើងបានកត់ត្រានៅកន្លែងនេះបាទអូខេហើយនេះគឺជាកន្លែងកិច្ចប្រជុំដាក់បន្ទុកលើសេវាគឺបងប្អូននេះគឺបងប្អូនធីកន្លែងសាលាធម្មសិក្សាហ្នឹងបាទនេះគឺកន្លែងកិច្ចប្រជុំដាក់បន្ទុកលើសេវាអង្គភាពគឺនៅកន្លែងនេះបាទឈ្មោះគេបឋមសិក្សាវឌ្ឍនវិជ្ជាបាទហើយចំនួនអ្នកដែលបានសម្ភាសបាទអញ្ចឹងដូចបងប្អូនបានដឹងហើយតើតនតម្រងទី6គឺយើងត្រូវសម្ភាសចន្លោះពី6ទៅ9នាក់បាទជាទូទៅបងប្អូនដឹងហើយថាយើងត្រូវសម្ភាសពី6ទៅ9នាក់បាទតែជាក់ស្ដែងនេះខ្ញុំដាក់តែមួយឧទាហរណ៍មួយទេបើមិនជាយើងដាក់9គឺយើងត្រូវបញ្ចូលឈ្មោះទាំង9នាក់បាទអូខេអញ្ចឹងនេះខ្ញុំដាក់តែម្នាក់បង្ហាញនៅទំព័រមួយទៀតតកតនឹងបញ្ចូលទិន្នន័យឈ្មោះអ្នកដែលយើងបានសម្ភាសហើយនឹងអ្វីដែលគាត់បានផ្ដល់ចម្លើយមកបាទអញ្ចឹងបងប្អូនឃើញនេះឈ្មោះអ្នកដែលត្រូវសម្ភាសនេះយើងយកពីណាពីកន្លែងនេះឈ្មោះអ្នកបានសម្ភាសបាទអាយុហើយភេទអីតាមនឹងមកបាទហើយនៅក្នុងតម្រងទី6នឹងដែរយើងមានប្រមាណសំណួរដែលយើងត្រូវអ្នកដែលយើងបានសម្ភាសនឹងត្រូវបានឆ្លើយបាទគឺមានសំណួរទី1ទី2និងទី3មាន3ផ្នែកបាទតែចង់បញ្ជាក់តិចដែរបាទបងប្អូននឹងឃើញគេបញ្ជាក់នៅក្នុងដែលបងប្អូនបានតារាងកត់ត្រាសំណួរផ្នែកទី1គឺត្រូវសម្ភាសមុនកិច្ចប្រជុំបាទត្រូវសួរមុនកិច្ចប្រជុំតើតើនឹងសំណួរផ្នែកទី1បាទហើយសំណួរផ្នែកទី2និងទី3គឺសួរបន្ទាប់បានថាក្រោយកិច្ចប្រជុំបាទអញ្ចឹងបងប្អូនត្រូវច្បាស់នៅក្នុងអន្តរាដែលយើងបានកត់ត្រាផ្នែកទី1សួរមុនកិច្ចប្រជុំផ្នែកទី2និងទី3ក្រោយកិច្ចប្រជុំបាទអូខេបាទអញ្ចឹងតើតើនឹងសំណួរទី1នៅក្នុងតារាងបញ្ចូលទិន្នន័យរបស់យើងឥឡូវខ្ញុំអានសំណួរទៀតណាបាទអញ្ចឹងតើអ្នកមានទំនុកចិត្តកម្រិតណាទៅលើការស្នើសុំរបស់អ្នកក្នុងកិច្ចប្រជុំថ្ងៃនេះដែលនាំឲ្យមានការផ្លាស់ប្ដូរគុណភាពនៃការផ្ដល់សេវាសាធារណៈបាទអញ្ចឹងយើងមើលទៅយើងធីកកន្លែងណានៅក្នុងតារាងកត់ត្រាមធ្យមបាទអញ្ចឹងយើងធីកមធ្យមនឹងមកហើយយើង scroll បានថាយើងទាញចុះក្រោមបន្តិចមកនឹងចូលទៅដល់សំណួរទី2បាទអញ្ចឹងសំណួរទី2បងប្អូនមើលទៅហើយយើងបានធីកនៅណានៅកន្លែងដែលយើងកត់ត្រាបាទនេះសំណួរទី2បាទអញ្ចឹងយើងយកមកបំពេញតាមនោះមកបាទហើយ scroll ចុះក្រោមរហូតហើយយើងបំពេញទៅតាមអ្វីដែលបានយើងបំពេញតាមអ្វីដែលបងប្អូនបានកត់ត្រាមកបាទនៅក្នុងនោះវាមានឲ្យយើងធីកទៅតាមហ្នឹងបាទអូខេបាទហើយផ្នែកទី3នេះបងប្អូននឹងឃើញមានក្រុមបរោះក្រុម
ស្ត្រីក្រុមជនពិការអញ្ចឹងបងប្អូនមើលទៅថាតើយើងបាន tick នៅក្នុងប្រឡោះមួយណាសម្រាប់ការឆ្លើយរបស់ពួកគាត់បាទឧទាហរណ៍ដូចក្រុមបរោះបានថាគាត់ចូលរួមដូចរដងអញ្ចឹងចូលរួមដូចរដងនេះគឺ tick កន្លែងនេះបាទដែលបងប្អូនបាន tick មកអូខេអញ្ចឹងយើងបញ្ចូលរហូតទៅដល់ក្រុមជនជាតិដើមភាគតិចបាទអញ្ចឹងយើង scroll ចុចក្រោមរហូតមកណាបាទអញ្ចឹងបានន័យថាបន្ទាប់ពីបងប្អូនបញ្ចូលរួចរាល់អស់ហើយវានឹងទៅដល់តារាងចុងក្រោយតើតើនឹងឲ្យយើងរក្សាទម្រង់ទុកនិងចាក់ចេញបាទអញ្ចឹងបងប្អូនចុចទៅដូចទម្រង់មុនដែរអូខេបាទអញ្ចឹងបន្ទាប់ពីចុចរក្សាទុកហើយនឹងចាក់ចេញហើយវានឹងលោតទៅនៅពណ៌ដើមបាទអូខេហើយយើងចង់ដឹងថាតិន័យយើងបញ្ចូលបានរួចរាល់ហើយបញ្ជូនទៅម៉ាស៊ីនមេអត់គឺយើងតិចគឺយើងចុចនៅកន្លែងថាសនេះបាទចុចទៅនេះបានន័យថាតិន័យរបស់យើងបានបញ្ចូលរួចរាល់នឹងបញ្ជូនទៅម៉ាស៊ីនមេរួចរាល់អស់ហើយបាទអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនានៃការបង្ហាញពីការបញ្ចូលតិន័យទម្រង់ទី6អញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយបាទអរគុណ